សម្រាប់ខ្ញុំសម្រាប់Cristiano Ronaldo គាត់គឺជាកីឡាករមួយរូបបាទក៏ដែលជាកីឡាករដ៏ល្អលំដាប់ពិភពលោកបាទបើសិនជាយើងនិយាយបច្ចុប្បន្នវិញទៅគឺកីឡាករច្រើនណាស់បាទដែលយកតម្រាបតាមគាត់បើការយកតម្រាបតាមគាត់មិនមែនយកតម្រាបអីទេគឺការយកគាត់ធ្វើជាបាទ idol បាទការយកគាត់ធ្វើជានិមិត្តរូបដោយសារតែការខិតខំប្រឹងប្រែងតស៊ូរបស់គាត់បាទពីក្រុមគ្រួសារដែលក្រីក្រពីការលេងនៅក្លឹបដែលមិនមានឈ្មោះល្បីរហូតដល់មានក្លឹបដែលលំដាប់គួរសមដែរបាទនៅក្នុងប្រទេសប៉ូទុយហ្គាល់រហូតប៉ះគ្នាបាទជាមួយនឹងប្រទេសបាទអង់គ្លេសបាទ Manchester United រហូតបានក្លាយជាកីឡាករមួយលេងនៅ League Premier League ដែលគ្មាន fan មួយណាទទួលស្គាល់ដែលគ្មាន fan មួយណាស្រឡាញ់បាទរហូតដល់តែគេស្រឡាញ់ឈានចូលទៅដល់ Real Madrid បើដូចជាការរកគ្រាប់បាល់ដល់សន្ធឹកសន្ធាប់បាទទម្រាំមកដល់ចំណុចនេះគាត់ឆ្លងកាត់ការតស៊ូនិងពុះពៀជាច្រើនដែលវាជាហេតុធ្វើឲ្យកីឡាករជាច្រើនបាទជ្រើសរើសយក Cristiano Ronaldo ធ្វើជានិមិត្តរូបបាទចំណុចនេះបាទចុះហេតុអីបានជាគេមិនចាត់ទុកមិនគេយាមធ្វើឲ្យដូច Lionel Messi ក៏ព្រោះតែ Lionel Messi គឺបាទគាត់ជ្រើសរើសគាត់បាទអ្វីគ្រប់បែបយន្តដែលគាត់ធ្វើគឺ talent ពី talent របស់គាត់ផ្ទាល់ខ្លួនតែម្ដងបាទ talent របស់គាត់ផ្ទាល់ខ្លួនម្ដងប៉ុន្តែប្រិមិត្តកុំអាងទៅលើ talent គាត់ក៏មានការវឹកហាត់គាត់ក៏មានការខំប្រឹងប្រែងដែរពេលវេលានៅផ្ទះរបស់គាត់គឺជាមួយនឹងបាល់ទាត់សំបីតែគាត់នៅជាមួយនឹងកូនរបស់គាត់ក៏គាត់លេងបាល់ជាមួយនឹងកូនរបស់គាត់ដែរអញ្ចឹងណាបេះដូងរបស់គាត់ខ្លួនប្រាណរបស់គាត់អ្វីរបស់គាត់ទាំងឡាយគឺប្រគល់ជូនបាល់ទាត់អស់ហើយណាត្បិតតែគាត់មានដុំពីកំណើតក៏ពិតមែនប៉ុន្តែគាត់ក៏ផ្ដល់អ្វីគ្រប់បែបយ៉ាងនៅក្នុងខ្លួនប្រាណរបស់គាត់ឲ្យទៅកាន់បាល់ទាត់ដែរមិនមែនយើងមានដុំហើយយើងអត់ប្រឹងវឹកហាត់យើងអត់ប្រឹងវឹកហាត់យើងអត់ប្រឹងធ្វើអ្វីដែលថ្មីយើងអត់ប្រឹងព្យាយាមបាទដុសខាត់បាទនៅសមត្ថភាពរបស់ខ្លួនឯងក៏ដុំពីកំណើតរបស់យើងនឹងមិនជួយយើងដែរបាទមានដុំហើយបាទមានសមត្ថភាពពីកំណើតហើយក៏ត្រូវតែបូកជាមួយនឹងការខំប្រឹងប្រែងដូចគ្នាប៉ុន្តែដោយសារតែបាទដុំពីកំណើតសមត្ថភាពពីកំណើតរបស់គាត់នេះហើយដែលធ្វើឲ្យកីឡាករជុំវិញពិភពលោកបាទកីឡាករចំនួនក្រោយគឺពិបាកណាស់នៅក្នុងការធ្វើតាមគាត់អត់កើតទេបាទធ្វើតាមគាត់អត់កើតទេអញ្ចឹងសម្រាប់កីឡាករគឺជ្រើសរើសយក Cristiano Ronaldo ដើរតាមបាទគន្លងរបស់គាត់ព្រោះដូចជាចេញពីការតស៊ូបាទអញ្ចឹងកុំឲ្យមានប្រិយមិត្តបាទមានអារម្មណ៍មួយថាអ្នកនេះកាន់ជើងអ្នកនោះអ្នកនេះស្អប់អ្នកនោះតែពិតអត់ទេបាទតែពិតអត់ទេបាទរៀងរាល់កីឡាករចំនួនក្រោយទាំងអស់តែងតែចាត់ទុកទាំង Cristiano Ronaldo ទាំង Lionel Messi គឺជានិមិត្តរូបដូចគ្នាប៉ុន្តែបើសិនជាយើងនិមិត្តរូបដូចគ្នាឬក៏កីឡាករល្អដូចគ្នាអ្នកដែលគាត់ជ្រើសរើសនៅក្នុងការបាទប្រព្រឹត្តតាមធ្វើតាមគឺ Cristiano Ronaldo បាទអញ្ចឹងចំណុចមួយនេះបាទសម្រាប់រឿងរ៉ាវយុគមិញបាទខ្ញុំបានរៀបរាប់ជូនប្រិយមិត្តហើយសម្រាប់បាទ Cristiano Ronaldo យើងក៏ត្រូវដឹងថាគាត់មានវ័យច្រើនហើយគាត់រងចាំបញ្ចប់ទីបើយើងបោះបាល់ផ្ដាច់ឲ្យគាត់រត់ដូចមុនគឺมันអាចបាននោះទេបាទកម្រិតរបស់គាត់អត់ដូចមុននោះទេអញ្ចឹងត្រូវតែផ្ដល់ឲ្យគាត់នៅអ្វីផ្សេងជាងនឹងអញ្ចឹងលុះត្រាតែបំរើនេះព្យាយាមធ្វើមិនបាទធ្វើឲ្យរឿងអ្វីផ្សេងហើយយុគមិញនេះគឺផ្អៀងទៅខាងឆ្វេងអត់ទៅហើយបាទខាងស្ដាំអត់មានលេងទេបាទអញ្ចឹងបាទខ្ញុំរៀបរាប់ជូនប្រិយមិត្តថាមិនទាន់អាចនិយាយបានត្រឹមតែនិយាយពីកំហុសរឿងរ៉ាវការប្រយុទ្ធមិញទាំង Ronaldo ទាំង Bruno Fernandes គឺអត់បានបង្ហាញនៅសមត្ថភាព 100% នោះទេបាទធ្វើឲ្យកីឡាករបាត់បង់អស់2នាក់ទៅហើយណាបាទកីឡាករបាត់បង់អស់2នាក់ទៅហើយលេងឆ្វេងច្រើនជាងលេងស្ដាំបាទនៅក្នុងខាងឆ្វេងបាទ Nuno Mendes ដើរតួនាទីខ្លួនឯងលើសសឹងតែលើសជាមួយនឹងបំរើប្រយុទ្ធស្លាបទៀតអញ្ចឹងកន្លែងនេះគឺជាកន្លែងមួយដែលយើងមិនដឹងថាតើគាត់ធ្វើអញ្ចឹងដោយសារតែខាងកុងហ្គោអត់បុកទេបាទកុងហ្គោអត់សម្រុកដល់គាត់អញ្ចឹងគាត់ធ្វើខំប្រឹងការពារទៅអីមិនអញ្ចឹងទេប្រិមិត្តបាទវាអាចនឹងជារឿងហ្នឹងប៉ុន្តែបើសិនជាយើងធ្វើអញ្ចេះវាខ្ញុំគិតថាវាទៅជាបែករ៉ូលទៅវិញបាទ Bruno ខាតទេបាទ Bruno អត់មានសូវមានបាល់លេងបាទ Neto ហើយជាមួយនឹង Mendes លេងជាមួយគ្នាទៅណាបាទខាតមនុស្សម្នាក់បាទនៅតំបន់ខាងស្ដាំដាក់ Bernardo Silva គាត់រៀងជ្រេទៅហើយគេអត់លេងមកស្ដាំទៀតចប់ Bernardo Silva អត់មានបាល់លេងណាដាក់ Conceição ចូលលេងចាប់ផ្ដើមបាទរូតរះចាប់ផ្ដើមបាទពុះជ្រែកនៅតំបន់ស្លាបខាងស្ដាំហើយប៉ុន្តែបាទអត់មានប្រយុទ្ធកដាលដែលស្មាត់ធំ
bà dương anh vậy bạn tha Ronaldo chỉ smart thôm ấy có tay đôi nhom vậy ta đại chẳng quạt ở lấy mình đôi bị môn thế hay nhom có mình vậy penny nhom vậy tăng bị quạt mà đo menu đầm bô mẹ nhom anh đi rọp chung mình hơi thà quạt mình đôi bị môn thế ba hay nhom mình bán shop bộ quạt nhom một bán khăng Ronaldo nhom một bán can chương Messi nhom có mình bán vậy ấy thằng quạt thằng pi nè cứ chia cầm pu cái là có đôi khi ba mình nè ca tranh pi ba sủng mát tập pi cầm na đã bọc quạt hay bông rùm càng không prăng quạt mình nè tiết cứ ca tranh pi càng không prăng pi bạt đáy tờ tê ba rồi hốt đòm như thế này đi ba chẳng quạt thằng pi nè cứ dương thằng ông respect quạt nè nhom có respect bộ quạt thằng pi đây ba nhom còn là để tiếp chun phải mà tha không biết là vậy thật thế thế nó đưa bị phốt lô này cứ không biết là vậy thật thế đấy hay phải mất nhom vậy chẳng thằng cái nhé Messi nơi tại là o chiêng bà Messi Ronaldo pi Nam ba hỏi complete ha Messi đòi dụ bỏ con liên ai đừng smart để rứa con ai đừng lẹ chừng nâng của thả bán nè bà mùi tiết sầm ráp ca không prăng prai rồi bỏ con chẳng pi nè bà dương trời đo đầm lại ở đôi kia và trong mọi miền đo đầm lại ở khang na tu chiên khang na thế bà hãy trong đường non ban vậy chẳng cái lá có là sầm ráp nhận tu sana với nhé nè để tu sana châu chất mơ để power bà lên trong miền power bà cứ quạt mưa Cristiano Ronaldo rồi sùng ép cái lá là nè tu sana na để châu chất mưa cái lá có để tranh sùng mắt tập hiệp máu để nẹp xây thua sân là mình ban bà đôi liền này Messi và chơi mà nó sợ buôn nè bay nè buôn nè pram nè bà ca sút free kick vào quạt sân tại vậy tham Pachabon cứ bà ao tại nơi tầm bón lưa tầm bố túc hay tầm bón play hàng đám cứ qua đây và sân là vậy tham đập cứ bấm play để châu và chân vì cứ chia sùng mắt tập hiệp vì cứ chia ca không prang prai được quạt từngปีnè